សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃឆ្នាំ2025ហើយតើបងប្អូនមានអារម្មណ៍ថាពេលវេលាហាក់បីដូចជាដើរលឿនណាស់យើងក្រឡេកមើលថយក្រោយវិញតើបងប្អូនមានបានសួរខ្លួនឯងថាតើលុយដែលយើងខំប្រឹងរកពេញមួយឆ្នាំយើងចាយទៅលើអ្វីខ្លះហើយចាយដោយរបៀបណាយើងដែលកត់ត្រាអំពីចំណូលចំណាយរបស់យើងបានច្បាស់លាស់ដែរឬទេមនុស្សភាគច្រើនតែងតែរអ៊ូថាមួយខែខំប្រឹងរកលុយគួរសមដែរតែចាយមិនដែលគ្រាន់ឬមានអារម្មណ៍ថាតែងតែចាយខ្វះមុខខ្វះក្រោយទោះបីជាយើងខំប្រឹងធ្វើការងាររកលុយយ៉ាងណាក៏ដោយប៉ុន្តែហាក់បីដូចជាមើលឃើញថាការចាយវានោះនៅតែមិនគ្រប់គ្រាន់នៅក្នុងអេពីសូតទី6នេះយើងនឹងមកឆ្លុះបញ្ចាំងទាំងអស់គ្នាអំពីរបៀបឬក៏ទម្លាប់ដែលយើងបានចាយលុយកន្លងមកនៅក្នុងឆ្នាំ2025នេះអ្វីដែលខ្ញុំលើកឡើងនេះគឺជាបទពិសោធន៍និងរបៀបដែលបុគ្គលមានវិន័យហិរញ្ញវត្ថុមួយចំនួនក៏តែងតែឆ្លុះបញ្ចាំងរៀងរាល់ចុងឆ្នាំនោះគឺការឆ្លុះបញ្ចាំងហិរញ្ញវត្ថុប្រចាំឆ្នាំយើងមិនអាចរំពឹងថាលទ្ធផលថ្មីល្អប្រសើរបានឡើយប្រសិនបើយើងនៅតែមានទម្លាប់ចាយវាយដូចឆ្នាំចាស់តើមានចំណុចអ្វីខ្លះដែលយើងតែងតែមើលរំលងនិងត្រូវកែប្រែវាដោយរបៀបណាដើម្បីឲ្យក្លាយទៅជាឱកាសក្នុងការរៀបចំផែនការហិរញ្ញវត្ថុនៅដើមឆ្នាំ2026នេះឲ្យបានកាន់តែល្អប្រសើរចាយឲ្យកាន់តែមានវិន័យនិងមានទម្លាប់ល្អមុននឹងយើងចាប់ផ្ដើមនឹកគិតដល់ចំនួនតួលេខដែលយើងបានចាយវាយយើងអាចគិតដល់សំណួរមួយចំនួនដើម្បីយកមកឆ្លុះបញ្ចាំងនិងពិចារណាដោយខ្លួនឯងដើម្បីពិនិត្យមើលស្ថានភាពឬក៏ហិរញ្ញវត្ថុរបស់យើងប្រសិនបើយើងមិនបានដឹងថាយើងចំណាយទៅលើខ្ទង់ណាឲ្យបានច្បាស់លាស់នោះទេតើឆ្នាំក្រោយយើងនឹងបន្តចាយវាដោយពាសកាលទៀតឬក៏យ៉ាងណាតើយើងចង់បន្តឲ្យការចាយលុយកាក់របស់យើងនៅតែដើរថយក្រោយទៀតឬក៏ចង់ឲ្យល្អប្រសើរជាងមុនសម្រាប់បងប្អូនដែលបានរៀបចំផែនការហិរញ្ញវត្ថុរួចហើយយើងមើលថាតើគោលដៅឆ្នាំ2025ដែលយើងបានដាក់ចេញនោះសម្រេចបានប៉ុន្មានភាគរយឬក៏សម្រេចបានកម្រិតណានៃផែនការដែលយើងបានរៀបចំដើម្បីវាស់វែងមើលអំពីវឌ្ឍនភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងតើយើងដឹងពីស្ថានភាពលុយកាក់របស់យើងច្បាស់លាស់កម្រិតណាហើយដើម្បីយើងអាចជួយកាត់បន្ថយការគិតច្រើនការតានតឹងឬក៏ព្រួយបារម្ភអំពីរឿងលុយកាក់ដែលយើងចាយខ្វះមុខខ្វះក្រោយក្នុងរយៈពេលពេញមួយឆ្នាំ2025នេះចំណែកឯបងប្អូនដែលមិនទាន់បានរៀបចំឬក៏មិនដែលរៀបចំផែនការហិរញ្ញវត្ថុតើស្ថានភាពរស់នៅឬការចាយវាយលុយកាក់របស់បងប្អូនយ៉ាងដូចម្តេចដែរបងប្អូនខ្លះតែងតែលើកឡើងថាបើកប្រាក់ខែហើយសងគេហើយខ្ចីគេថ្មីទៀតសម្រាប់ចាយតើយើងចង់បន្តចាយវាយដោយរបៀបនេះទៀតឬក៏យ៉ាងណាដំណោះស្រាយមិនមែនស្ថិតនៅលើលុយកាក់យើងច្រើនតែមួយមុខនោះទេប៉ុន្តែវាស្ថិតនៅលើការគ្រប់គ្រងការមានវិន័យការមានទម្លាប់ដែលយើងចាយវាយលុយនៅក្នុងដៃរបស់យើងនេះពេលបច្ចុប្បន្នហ្នឹងហើយយើងក៏លេចមើលទៅលើការចាយវាយរបស់យើងឬក៏យើងមើលទៅលើរបាយការណ៍ចំណាយរបស់យើងពេញមួយឆ្នាំតើពេលដែលយើងបានឃើញហើយយើងមានអារម្មណ៍ថាយើងឈឺចាប់ទេយើងមានអារម្មណ៍ថាយើងហួសចិត្តទេនៅពេលដែលយើងចាយលុយខ្ជះខ្ជាយចាយលុយដោយមិនបានប្រុងប្រយ័ត្នចាយលុយដោយខុសខ្ទង់នៅពេលដែលយើងខំប្រឹងរកទាំងលំបាកហើយយកមកចាយដើម្បីតែការសប្បាយមួយផ្លែតពេលដែលយើងឆ្លុះបញ្ចាំងបែបនេះហើយគឺនឹងជួយដាស់ស្មារតីរបស់យើងឲ្យយើងចេះរៀបចំផែនការហិរញ្ញវត្ថុឲ្យបានល្អប្រសើរជាងឆ្នាំមុនចូលយើងពិនិត្យមើលលំហូរសាច់ប្រាក់និងអ្វីខ្លះដែលយើងយល់ឃើញថាវាជាអន្ទាក់នៃចំណាយគឺយើងចាយខុសខ្ទង់ការឆ្លុះបញ្ចាំងនេះគឺជាការចាយវាយលុយកាក់ពេញមួយឆ្នាំរបស់យើងកន្លងមកនិងបង្រៀនយើងឲ្យយើងចេះវាស់វែងអំពីលទ្ធផលដែលយើងបានធ្វើកន្លងមកតើយើងរកចំណូលសរុបបានប៉ុន្មានកាលពីឆ្នាំ2025ហើយយើងបានចាយទៅវិញអស់ប៉ុន្មានការចំណាយរបស់យើងខ្ជះខ្ជាយបំផុតទៅលើខ្ទង់អ្វីខ្លះបងប្អូនអាចសាកសម័យគិតមើលយកกระดาษយកប៊ិចយកសភៅឬក៏ Excel បូកដកគុណចែកឆ្លុះបញ្ចាំងមើលយើងនឹងដឹងថាការចាយលុយរបស់យើងនឹងយ៉ាងដូចម្តេចដែរតើការចាយវាពេញមួយឆ្នាំ2025របស់យើងនឹងនៅសល់ឬក៏ខ្វះលុយតើចំណាយណាខ្លះដែលយើងគិតថាជាចំណាយដែលខ្ជះខ្ជាយបំផុតឧទាហរណ៍ដូចជាយើងកំងអីវ៉ាន់អនឡាញច្រើនយើងញ៉ាំអាហារជប់លៀងនៅខាងក្រៅច្រើនពេក
ឬក៏យើងមួយចំនួនតែងតែចូលចិត្តប្រើ Premium Account ដែលមានមុខងារសម្បូរបែបក្នុងការប្រើប្រាស់តើយើងបាន Subscribe ហើយយើងបានពិនិត្យមើលទៅលើការប្រើប្រាស់របស់យើងនឹងអស់លទ្ធភាពហើយឬនៅលក្ខណៈដូច្នេះហើយវាសុទ្ធតែជាសំណួរគោលមួយចំនួនដែលយើងអាចគិតពិចារណាឆ្លុះបញ្ចាំងឡើងវិញអំពីទម្លាប់នៃការចាយលុយកាក់របស់យើងនៅក្នុងឆ្នាំ2025សំណួរដ៏សំខាន់មួយទៀតយើងអាចសួរខ្លួនឯងបានថាតើយើងមានបានត្រៀមកញ្ចប់លុយសម្រាប់គ្រាអាសន្នដែរឬទេប្រសិនបើយើងបាត់បង់ការងារប្រសិនបើយើងឈឺស្កាត់តើយើងមានអ្វីជាបង្អែកយើងមានអ្វីសម្រាប់ការដោះស្រាយនៅពេលដែលមានគ្រាអាសន្នបែបនេះកំហុសដ៏ឆ្គងគឺយើងតែងតែគិតថាចាយលុយសល់ចាំសន្សំតាមពិតទៅគឺវាមិនអាចទៅរួចទេគឺវាពិបាកមែនទែនមនុស្សហើយនឹងលុយឲ្យតែមានលុយនៅក្នុងកប៉ៅគឺដឹងតែចាយអស់ហើយអញ្ចឹងយើងកុំរំពឹងថាចាំសល់លុយចាំសន្សំប្រសិនបើយើងបានសន្សំតើយើងសន្សំវាបានពេញលេញដែរឬទេហើយប្រសិនបើយើងមិនបានសន្សំទាល់តែសោះនៅពេលដែលមានបញ្ហាទាំងអស់នេះកើតឡើងតើយើងត្រូវដោះស្រាយវាដោយរបៀបណាប្រសិនបើយើងមិនអាចឆ្លុះបញ្ចាំងនិងវាស់វែងអំពីអ្វីដែលយើងបានចាយវាពេញមួយឆ្នាំនោះទេនោះគឺយើងមិនអាចគ្រប់គ្រងការចំណាយរបស់យើងឲ្យបានល្អប្រសើរសម្រាប់ឆ្នាំថ្មីនិងឆ្នាំក្រោយៗទៀតនោះទេមានចំណុចមួយទៀតដែលយើងអាចសួរខ្លួនឯងបានថាតើយើងបានវិនិយោគទៅលើទ្រព្យសកម្មអ្វីខ្លះទ្រព្យសកម្មនៅក្នុងនេះខ្ញុំចង់សម្ដៅទៅលើការវិនិយោគទៅលើអ្វីដែលយើងអាចបង្កើតបានជាលុយថែមទៀតឬក៏ការវិនិយោគរបស់យើងយើងគិតថាជាការទិញជាបំណុលទៅវិញគឺបានន័យថាយើងទិញរបស់របរសម្ភារៈនិយមប្រើប្រាស់ដែលយើងយល់ឃើញថាវានឹងចូលរួមចំណែកជួយឲ្យយើងអាចធ្វើការងារបានល្អប្រសើរតែតាមពិតវាមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេឧទាហរណ៍ថាដូចជាទូរស័ព្ទស៊េរីខ្ពស់ណាកុំព្យូទ័រស៊េរីថ្មីបំផុតដែលយើងចេះតែលួងចិត្តខ្លួនឯងថាទាំងអស់ហ្នឹងហើយវានឹងអាចជួយឲ្យការងាររបស់យើងបានកាន់តែល្អប្រសើរយើងអាចឆ្លុះបញ្ចាំងមើលឡើងថាតើការយកលុយទៅវិនិយោគទៅលើទ្រព្យសម្បត្តិទាំងអស់ហ្នឹងទៅលើសម្ភារៈទាំងអស់ហ្នឹងតើវាពិតជាអាចជួយឲ្យយើងនឹងចំណេញបានពិតមែនឬក៏អត់ប្រសិនបើយើងមិនបានឆ្លុះបញ្ចាំងអំពីរបៀបនៃការចាយលុយកាក់របស់យើងកន្លងមកទេនោះយើងគ្រាន់តែធ្វើការងារដើម្បីចាយមិនមែនកសាងទ្រព្យសម្បត្តិឬលុយកាក់សម្រាប់អនាគតរបស់យើងឲ្យបានកាន់តែល្អប្រសើរឡើយកាលដែលយើងមានចំណូលច្រើនគឺមិនស្មើនឹងកាលដែលយើងសល់លុយច្រើននោះទេប្រសិនបើមិនមានការគ្រប់គ្រងលុយកាក់ឲ្យបានល្អប្រសើរកំហុសធំបំផុតនោះគឺយើងបណ្ដោយការចាយវាទៅតាមចំណង់ច្រើនជាងតម្រូវការជាក់ស្ដែងដែលការចាយទៅលើចំណង់នោះហើយវាគឺជាអន្ទាក់នៃបំណុលសុទ្ធសាធតែម្ដងដូចខ្ញុំបានលើកឡើងខាងលើហ្នឹងគឺមានតាមរយៈការបង់រំលោះទូរស័ព្ទសម្ភារៈប្រើប្រាស់ដែលថ្លៃវាគ្រាន់តែជាទិញហើយដើម្បីលួងចិត្តខ្លួនឯងធ្វើខ្លួនឯងសប្បាយចិត្តបំពេញមុខមាត់មិត្តភ័ក្តិបងប្អូនអ្នកជិតខាងជុំវិញខ្លួនយើងតែប៉ុណ្ណោះដែលធៀបពិតវាមិនមែនជារបស់ដែលយើងចាំបាច់សម្រាប់ប្រើប្រាស់នោះទេរបស់ចាំបាច់ដែលយើងប្រើប្រាស់របស់ចាំបាច់ដែលយើងត្រូវចំណាយជាក់ស្ដែងនោះគឺយើងចូលគិតគូរអំពីរឿងម្ហូបអាហារដែលមានផាសុកភាពល្អសម្លៀកបំពាក់សមរម្យសម្រាប់យើងបំពេញការងារប្រចាំថ្ងៃការរស់នៅមួយដែលមានផាសុកភាពល្អបើយើងមានផ្ទះជួលគឺយើងរកផ្ទះជួលណាដែលអាចរស់នៅដោយមានផាសុកភាពបើយើងមានផ្ទះសម្បែងខ្លួនឯងគឺយើងត្រូវចាត់ចែងនៅក្នុងផ្ទះសម្បែងសម្ភារៈប្រើប្រាស់ចាំបាច់ទាំងឡាយណាដែលយើងត្រូវយកមកប្រើគឺយើងចាំបាច់គួរតែចំណាយទៅលើខ្ទង់ទាំងអស់នោះវិញល្អប្រសើរជាងចំណាយទៅលើចំណង់របស់យើងបងប្អូនអាចឆ្លៀតពេលដើម្បីឆ្លុះបញ្ចាំងខ្លួនឯងដោយសួរខ្លួនឯងនិងឆ្លើយជាមួយនឹងខ្លួនឯងដោយស្មោះត្រង់ហើយកត់ត្រានៅចម្លើយរបស់យើងនោះយកមកពិចារណាឡើងវិញមុននឹងយើងចាប់ផ្ដើមរៀបចំផែនការសម្រាប់ឆ្នាំ2026ឲ្យបានល្អប្រសើរហើយចាប់ផ្ដើមអនុវត្តបន្តិចម្ដងបងប្អូនអាចសាកសួរខ្លួនឯងថាតើនៅក្នុងឆ្នាំ2025ខ្ញុំមានចំណូលសរុបប្រហែលជាប៉ុន្មានខ្ញុំបានសន្សំឬវិនិយោគប៉ុន្មានភាគរយនៃចំណូលនោះតើអ្វីជាការចាយវាយដែលយើងស្ដាយបំផុតនៅឆ្នាំ2025នេះតើមានកញ្ចប់ថវិកាសម្រាប់គ្រាអាសន្នគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងហោចណាស់6ខែដែរឬទេប្រសិនបើយើងមិនមានចំណូលតើខ្ញុំបានអានសៀវភៅឬក៏រៀនសូត្រអ្វីខ្លះទៀតអំពីចំណេះដឹងហិរញ្ញវត្ថុនៅក្នុងឆ្នាំ2025នេះតើបំណុលសរុបរបស់ខ្ញុំថយចុះឬក៏កើនឡើងបើធៀបទៅនឹងឆ្នាំមុនតើទ្រព្យសកម្មរបស់ខ្ញុំបានបង្កើតចំណូលមកវិញបានប៉ុន្មានតើខ្ញុំចំណាយលើចំណង់ច្រើនជាងតម្រូវការមែនឬទេ
តើខ្ញុំមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃបានល្អប្រសើរហើយឬនៅប្រសិនបើនៅឆ្នាំ2026នៅតែមានទម្លាប់ដដែលតើជីវិតខ្ញុំនឹងទៅជាយ៉ាងណាប្រសិនបើបងប្អូនមានសំណួរអ្វីបន្ថែមទៀតអាចសួរខ្លួនឯងឲ្យបានច្រើនហើយឆ្លើយនៅចម្លើយទាំងអស់នោះសួរខ្លួនឯងកាន់តែច្រើនយើងនឹងមានចម្លើយកាន់តែច្រើនសម្រាប់យកមកឆ្លុះបញ្ចាំងហើយនេះគឺជាមូលដ្ឋានគ្រឹះដែលនឹងនាំឲ្យយើងមានទម្លាប់និងវិន័យក្នុងការចាយលុយកាក់ឲ្យបានកាន់តែល្អប្រសើរនាពេលបន្ទាប់ក្រោយពីបានសួរខ្លួនឯងហើយរកចម្លើយឃើញអស់ហើយបងប្អូនអាចសាកល្បងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ2026ដោយមានមូលដ្ឋានបានល្អប្រសើរជាងមុនផ្អែកលើសំណួរដែលយើងបានសួរខាងមុននេះផ្អែកទៅលើអ្វីដែលយើងបានឆ្លុះបញ្ចាំងជាមួយគ្នាពីដើមវីដេអូនេះយើងកុំបណ្ដោយឲ្យកំហុសឆ្នាំ2025បន្តនៅឆ្នាំ2026ទៀតពេលវេលាវាពិតជាលឿនណាស់សម្រាប់ឆ្នាំថ្មីយើងអាចបន្តរៀនសូត្រវិនិយោគទៅលើចំណេះជំនាញឲ្យបានច្រើនជាងមុនជាពិសេសគឺរៀនផ្នែកចំណេះដឹងហិរញ្ញវត្ថុនេះផ្ទាល់តែម្ដងមុននឹងការវិនិយោគឬក៏ធ្វើអ្វីមួយដែលយើងគិតថាជាប្រភពចំណូលបន្ថែមយើងត្រូវតែវិនិយោគទៅលើខួរក្បាលរបស់យើងឲ្យបានកាន់តែច្រើនជាងមុនសិនដើម្បីឲ្យការគិតគូរការពិចារណាការគូវាសការឆ្លុះបញ្ចាំងវិនិយោគទៅលើអ្វីមួយនោះកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរបន្តមកគឺយើងចាប់ផ្ដើមរៀបចំផែនការអនុវត្តដោយកត់ត្រាចំណូលចំណាយឲ្យបានត្រូវខ្ទង់ច្បាស់លាស់គឺចំណាយទៅលើរបស់ណាដែលយើងគិតថាចាំបាច់បំផុតពេលខ្លះយើងត្រូវដាក់កំហិតការអនុវត្តទៅតាមច្បាប់50 30 20ដោយបដិញ្ញាបែងចែកលុយភ្លាមពេលដែលយើងបើកប្រាក់ខែមក 50% គឺចំណាយទៅលើតម្រូវការចាំបាច់ 30% ចំណាយទៅលើចំណង់ដំណើរកម្សាន្តផ្សេង 20% ចំណាយទៅលើការសន្សំនិងការវិនិយោគគោលការណ៍ច្បាប់50 30 20នេះវាគ្រាន់តែជាគោលការណ៍ទ្រឹស្ដីតែប៉ុណ្ណោះប៉ុន្តែបងប្អូនអាចពិចារណានិងបែងចែកលុយកាក់ទាំងអស់នោះទៅតាមស្ថានភាពរបស់យើងជាក់ស្ដែងបើសិនណាបើយើងដកចំណាយ 30% ចំណាយទៅលើតែចំណង់នោះមិនទាន់ស័ក្តិសមមិនទាន់ល្អសម្រាប់បងប្អូនដែលនៅមានលទ្ធភាពខ្វះខាតនៅឡើយទេដូច្នេះហើយចូលចាត់ចែងគោលការណ៍ឬក៏ច្បាប់នេះឲ្យមានប្រសិទ្ធភាពនិងពិនិត្យមើលលើផែនការដោះបំណុលឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបានបន្ទាប់មកគឺយើងត្រូវតែរៀបចំផែនការសន្សំឲ្យបានច្បាស់លាស់ដាក់គោលដៅឲ្យបានពេញមួយឆ្នាំក្នុងការសន្សំឧបមាថាក្នុងឆ្នាំ2026យើងចង់សន្សំឲ្យបាន$1000ដូច្នេះហើយយើងអាចរៀបចំការសន្សំនោះជាប្រចាំសប្តាហ៍ឬក៏ប្រចាំខែឲ្យបានជាប់លាប់ការកំណត់សន្សំរបស់យើងអាចដាក់នៅក្នុងធនាគារដាច់ដោយឡែកអាចកាត់ចេញពីកង់ប្រាក់ខែយើងដោយស្វ័យប្រវត្តិកំណត់គោលដៅឲ្យបានច្បាស់លាស់កុំគ្រាន់តែនិយាយថាចង់សល់លុយតែយើងត្រូវតែតាំងចិត្តនិងសន្សំឲ្យបាន$1000ក្នុងមួយឆ្នាំ2026$1000នេះខ្ញុំគ្រាន់តែជាឧទាហរណ៍ប៉ុន្តែបងប្អូនអាចសន្សំទៅតាមលទ្ធភាពនិងផែនការដែលបងប្អូនគិតថាស័ក្តិសមនិងមានលទ្ធភាពអាចទៅរួចទន្ទឹមនឹងនេះគឺយើងត្រូវតែរៀបចំការវិនិយោគមិនថាការវិនិយោគនៅក្នុងភាគហ៊ុនការវិនិយោគទៅលើទ្រព្យណាមួយដែលអាចបង្កើនជាប្រភពចំណូលដល់យើងបន្ថែម10ទៅ20% នៃចំណូលរបស់យើងអាចវិនិយោគបន្ថែមទៀតបានដើម្បីឲ្យវាក្លាយទៅជាទ្រព្យសកម្មទី2របស់យើងទី3របស់យើងមានចំណូលចូលជាប្រចាំការវិនិយោគនេះសូមបងប្អូនគិតគូរពិចារណាឲ្យបានល្អិតល្អន់មែនទែនដើម្បីជៀសវាងនៃការចាញ់បោកគេផែនការហិរញ្ញវត្ថុរបស់យើងដែលបានរៀបចំសម្រាប់ឆ្នាំ2026នេះត្រូវតែរៀបចំគ្រប់គ្រងឲ្យបានច្បាស់លាស់មិនថាបងប្អូនប្រើសៀវភៅដើម្បីកត់ត្រាចំណូលចំណាយប្រចាំថ្ងៃប្រើប្រាស់ Excel ដើម្បីបូកដកគុណចែកគណនាឲ្យឃើញលទ្ធផលចំណាយចំណូលជាក់ស្ដែងរបស់យើងឬក៏មានកម្មវិធីទូរស័ព្ទដៃ app កត់ត្រាចំណូលចំណាយច្រើនណាស់ដែលបងប្អូនអាចសាកល្បងប្រើប្រាស់បានរៀនប្រើឲ្យវាជាប់នោះយើងនឹងមើលឃើញលទ្ធផលនិងប្រសិទ្ធភាពនៃការរៀបចំផែនការរបស់យើងនិងអនុវត្តវាជាប្រចាំថ្ងៃឥឡូវនេះមានកម្មវិធី app ច្រើនណាស់ដែលផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងលុយកាក់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តែសំខាន់គឺស្ថិតនៅលើភាពឧស្សាហ៍ព្យាយាមរបស់យើងនៅក្នុងការកត់ត្រាចំណូលចំណាយនោះតាក់ទងទៅនឹងទម្លាប់តាក់ទងទៅនឹងវិន័យលើការចាយវាយលុយកាក់របស់យើងច្រើនជាងវិន័យនិងទម្លាប់គឺសំខាន់ជាងចំនួនលុយដែលយើងមាន
នៅពេលដែលយើងមានទម្លាប់មានវិន័យក្នុងការចាត់ចែងលុយកាក់នោះយើងនឹងឃើញច្បាស់ក្នុងរយៈពេលពេញមួយឆ្នាំ2026ប្រសិទ្ធភាពនឹងបានល្អប្រសើរជាងឆ្ងាយណាស់ប្រសិនបើបងប្អូនពិចារណាទៅលើការរៀបចំផែនការពិចារណាទៅលើការមានទម្លាប់ចាយវាយពិចារណាទៅលើការដាក់វិន័យលើខ្លួនឯងឲ្យបានខ្ពស់លើការចាយវាយនោះយើងទៅគិតថាគ្មាននរណាម្នាក់ដែលអាចផ្លាស់ប្ដូរវាសនាហិរញ្ញវត្ថុរបស់យើងបានទេក្រៅពីខ្លួនយើងផ្ទាល់ឆ្នាំ2026គឺជាការបើកទំព័រថ្មីគិតគូរលើការចាយវាយលុយកាក់ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុនប្រើប្រាស់លុយរបស់យើងឲ្យបានកាន់តែល្អប្រសើរចូលចាប់ផ្ដើមរៀបចំផែនការដោយមានវិន័យចាយលុយកាក់ដោយមានវិន័យខ្ពស់បំផុតឆ្នាំ2025ជាឆ្នាំដែលយើងមានកំហុសក្នុងការចាយវាយប៉ុន្តែកំហុសពិតប្រាកដនោះគឺកុំបណ្ដោយឲ្យឆ្នាំ2026ដូចទៅនឹងលទ្ធផលឆ្នាំ2025ចូលចាប់ផ្ដើមឆ្លុះបញ្ចាំងនៅថ្ងៃនេះដើម្បីឲ្យឆ្នាំក្រោយនៃភាពមានបាននិងវិន័យហិរញ្ញវត្ថុរបស់យើងកាន់តែល្អប្រសើរសូមអរគុណសម្រាប់បងប្អូនដែលបានស្ដាប់ podcast មួយនេះប្រសិនបើបងប្អូនយល់ឃើញថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់បងប្អូនតើគោលដៅហិរញ្ញវត្ថុធំបំផុតរបស់បងប្អូនគឺជាអ្វីសូម comment នៅក្នុងវីដេអូខាងក្រោមនេះជួបគ្នានៅឆ្នាំក្រោយរីករាយឆ្នាំថ្មីឆ្នាំ2026សូមអរគុណសូមជម្រាបលា